ពេលនេះត្រីចូលទ្រូហើយណាបងប្អូនយើងល្បិចក្រុងទទេរបស់កម្ពុជាពិតជាបានទទួលជោគជ័យលើភាគីថៃពិតប្រាកដមែនដំបងឡើយទាហានខ្មែរធ្វើជាដកទ័ពឲ្យភាគីថៃចូលឈ្លានពានតាមចិត្តដល់ពេលទាហានថៃបានចិត្តចូលឈ្លានពានភ្លេចគិតចូលលួចកង់ម៉ូតូគោយន្តមីសំបីសណ្ដែកដីក៏ទាហានថៃលួចយកទៅដែររួចបង្ហោះតាម Facebook បង្ហោះតាម TikTok ល្បីពេញពិភពលោកសំបីតែសារព័ត៌មាន CNN ល្បីជាងគេលើលោកក៏បានចុះពីសកម្មភាពឈ្លានពានរបស់ទាហានថៃដែរណាបងប្អូនយើងហើយសំបីតែកាសែតចិនក៏ចុះព្រមព្រៀងដែរដែលធ្វើឲ្យយាយសរិនថខ្សែរាជវង្សក្តៅក្រហាយមែនទែនដោយសារតែចាញ់ល្បិចក្រុងទទេរបស់កម្ពុជាហើយស្រែកថាប្រសិនបើទាហានថៃរូបណាលួចរបស់កម្ពុជាហើយថតបង្ហោះតាមសង្គម Facebook នឹងត្រូវចាប់ដាក់គុកនេះបានហៅថាខ្មែរឆ្លាតពិតប្រាកដមែនប៉ុន្តែយ៉ាងណាក៏ដោយសូមជម្រាបប្រាប់បងប្អូនទាំងអស់គ្នាបានដឹងថាល្ខោនលេងអត់ទាន់ចប់អត់ទាន់សាររោងទេបងប្អូនកុំអាភ័យបើខ្មែរយើងជាម្ចាស់ទឹកដីមុននឹងក្រោយគង់តែបានដីមកយើងវិញទេណាបងប្អូនចឹងបានថាយុទ្ធសាស្ត្រសង្គ្រាមពេលខ្លះយើងមិនប្រើទាហានប្រើតែល្បិចតិចតួចល្បិចក្រុងទទេក៏អាចទទួលបានដីរបស់យើងមកវិញដែរណាបងប្អូនយើង